ចំណែកឯព្រះសង្ឃនៅក្នុងខេត្តសៀមរាបបានបន្តនាំយកនៅសម្ភារៈនិងតម្រូវការចាំបាច់មួយចំនួនជាស្បៀងជាដើមដើម្បីប្រគល់ជូនទៅដល់ក្រុមកងទ័ពជួរមុខដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យព្រះគ្រូវិចិត្រវង្សាហែមកំសានបានមានសង្ឃដីកាថាក្នុងស្មារតីខ្មែររួបរวมសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបរមភាពទឹកដីពីការឈ្លានពានពីប្រទេសថៃព្រះអង្គរួមជាមួយញោមញាតិបាននាំយកនៅសម្ភារៈប្រើប្រាស់ជាប្រចាំថ្ងៃទៅប្រគល់ជូនដល់កងទ័ពដែលនៅព្រំដែនកម្ពុជាថៃការផ្ដល់ជូននៅសម្ភារៈទាំងនេះមិនមែនថារដ្ឋាភិបាលខ្វះខាតនោះទេតែជាការចូលរួមជួយឧបត្ថម្ភបន្ថែមព្រះអង្គបានបន្ថែមថាយើងពិតជាមានមោទនភាពចំពោះវីរៈកងទ័ពដែលពោរពេញទៅដោយឆន្ទៈមនសិការស្មារតីក្លាហានស្មោះត្រង់ចំពោះជាតិដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទបដូរយកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាដែលយើងអាចសម្រាកលក់ហូបឆ្ងាញ់ប្រកបដោយស្នាមញញឹមនិងភាពកក់ក្ដៅជាមួយគ្រួសារព្រះអង្គបានសម្ដែងការគោរពដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ហើយតាំងចិត្តចងចាំជានិច្ចនៅគំរូវីរភាពមិនអាចកាត់ថ្លៃបានជារៀងរហូតសូមបញ្ជាក់ថាសម្ភារៈទាំងនោះរួមមានអង្រឹងសូឡាកៅស៊ូតង់វិទ្យុតាក់ទងថវិកាចំនួន50,000 រៀលសម្រាប់ធ្វើដំបូលរោងស្នាក់នៅនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត